Be faith when all your castles tumble. Trong này dạy dạngដូចនេះនិយាយអំពីសេចក្តីជំនឿនៅពេលណាដែលប្រាសាទរបស់យើង castle is ប្រាសាទនឹង could be meaning របស់របរដែលយើងមានទ្រព្យបាទវិមានឬមួយក៏ទ្រព្យសម្បត្តិរបស់យើងមានឬមួយក៏អ្វីដែលយើងរាប់ថាជារបស់របស់យើងនឹងបានរលាយបាត់ទៅរលំបាត់ទៅរលាយបាត់សូន្យទៅតើសេចក្តីជំនឿរបស់យើងយ៉ាងណាវិញ faith when all your castle tumble there was a long time ago there was a perfect man with a happy family a good and godly prosperous man ជាយូរឆ្នាំខែមកហើយកន្លងផុតមកហើយដែលមានមនុស្សម្នាក់ដែលរាប់ថាមនុស្សគ្រប់លក្ខដែលរាប់ថាជាក្រុមគ្រួសារមួយគ្រួសារដែលគេសប្បាយនឹងជាមួយនឹងក្រុមគ្រួសាររបស់គេហើយគាត់នោះក៏ជាអ្នកដែលគោរពកោតខ្លាចដល់ព្រះហើយព្រះអង្គប្រទានព្រះពរដល់គាត់ផងដែរប្រទានព្រះពរយ៉ាងជាច្រើនអស្ចារ្យមែនទែន Do you know who that man is? You? គឺលោកយោប His name was Job. Would you please stand up and read, open to the book of the Bible in Job 1:21? Just one verse. Right before Job នៅមុខគម្ពីរទំនុកដំកើងAnd said, naked came I out of my mother's womb, and naked shall I return thither. The Lord gave, and the Lord has taken away. Blessed be the name of the Lord. ដោយពាក្យថាទូលបង្គំបានចេញពីផ្ទៃម្ដាយមកដោយខ្លួនទទេហើយនឹងត្រឡប់ទៅវិញដោយទទេដែរព្រះយេហូវ៉ាទ្រង់បានប្រទានមកហើយទ្រង់ក៏បានដកយកទៅវិញសូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ Job the original name was Ayob AIYOB that's original អាភាសាដែលយើងឈ្មោះលោកយោបនឹងមុនជាមុនដំបូងគឺឈ្មោះគាត់ឈ្មោះ Ayob AIYOB that name signify sorrowful or he that weeps នៅក្នុងឈ្មោះយោបនឹងមានន័យយ៉ាងដូចនេះមានន័យថាមានសេចក្តីទុក្ខព្រួយឈ្មោះយោបនឹងហើយគាត់ជាអ្នកយំផងអស់លោកអ្នកបងប្អូនហើយខ្ញុំបាននិយាយច្រើនដងហើយថាពេលដែលយើងយកឈ្មោះកូនរបស់យើងមករើសឈ្មោះរបស់កូនយើង make sure you know what that mean កែវមនី that's a beautiful name and that name is representing something ហើយឈ្មោះនឹងក៏មានប្រសិទ្ធភាពយ៉ាងណាដែលយើងប្រើនោះដែរហើយលោកយោបនៅក្នុងនេះមានន័យថាឈ្មោះរបស់គាត់នឹងគឺមានទុក្ខព្រួយជាខ្លាំងហើយគាត់ក៏យំជាច្រើនដងទៀតប៉ុន្តែនិយាយមុនដំបូងដែលខ្ញុំបានជម្រាបថាគាត់ជាអ្នកមានម្នាក់ហើយក៏កោតខ្លាចដល់ព្រះគាត់ស្រឡាញ់ព្រះ He's a perfect man and upright. God is with him. And he also fear God. And also, he turning away from evil. គាត់ជាអ្នកមានម្នាក់គាត់ក្រុមគ្រួសារគាត់ក៏ស្រឡាញ់កូនចៅរបស់គាត់ហើយគាត់បានជៀសចេញពីការអាក្រក់ថែមទៀតផងតើសប្តាហ៍ថ្ងៃនេះមានទេអ្នកដែលស្រឡាញ់ព្រះអង្គគោរពកោតខ្លាចព្រះអង្គរាប់ព្រះអង្គជាព្រះដ៏បរិសុទ្ធរបស់គេហើយជៀសចេញពីការអាក្រក់យើងនឹងឃើញជាមួយនឹងគ្នាយើងនឹងរៀនជាមួយនឹងគ្នាបន្តិចទៀតដែលដឹងថាសប្តាហ៍ថ្ងៃនេះយើងយល់ហើយថា there is no one perfect right ដែលយើងរៀនព្រះបន្ទូលរបស់ព្រះអង្គមក
យើងឃើញថាគ្មានអ្នកណាមួយនៅនាលោកីនេះគ្រប់លក្ខឡើយ There's no one in the world it's right but I tell you this តែខ្ញុំសូមជម្រាបដល់អស់លោកអ្នកបងប្អូនវិញ there is one man that is perfect to God's eyes តែមានលោកម្នាក់ពីព្រោះព្រះបន្ទូលព្រះអង្គបាននិយាយយ៉ាងដូចនេះនៅក្នុងខ1បានប្រាប់ហើយបានប្រាប់យើងយ៉ាងដូចនេះ There was a man in the whose name was Job ដែលនៅក្នុងមានមនុស្សម្នាក់ដែលនៅក្នុងទីក្រុងអឺហើយគាត់ឈ្មោះ Job and that man was ដែលលោកនោះគាត់បានគ្រប់លក្ខតែយើងដឹងថានៅក្នុងលោកីនេះទាំងមូលគ្មានអ្នកណាម្នាក់មានគ្រប់លក្ខឡើយប៉ុន្តែព្រះបន្ទូលរបស់ព្រះអង្គបានបញ្ជាក់ប្រាប់យើងថាមានមនុស្សម្នាក់ហើយមានតែម្នាក់នោះគត់អត់មានអ្នកណាទៀតឡើយដែលបានប្រាប់ថាគាត់ blameless perfect and upright ថាគាត់កោតខ្លាចស្រឡាញ់ដល់ព្រះថែមទៀតផង and he feared God and turning away from evil នៅក្នុងខ2បានប្រាប់គាត់ដែរដោយសារគាត់ជាអ្នកស្រឡាញ់ព្រះអង្គបានប្រទានគាត់ឲ្យគាត់មានកូន10នាក់កូនប្រុសនៅក្នុងខ2 and there were born unto him 7 sons and 3 daughters 7 representing the perfect number នៅក្នុងខគម្ពីរ in the Bible number 7 is representing perfect ល្អណាស់មានកូន7 so how many do I have maybe I need a few more to make it 7 right I'm just kidding ខ្ញុំនិយាយលេងទេប៉ុន្តែខ្ញុំថាបើសិនជាខ្ញុំមានកូន7ប្រហែលជារត់ទៅល្អមែនទេ that would be perfect I don't know how many more I don't know I can't tell 500 and many servant ទ្រព្យសម្បត្តិរបស់គាត់មាន7ជាង 7,000 សត្វអូត 3,000 គោនឹម 500 so បើមិននឹមវាមាន2មិនអញ្ចឹងហ៎ so បើ 500 គោហ្នឹងវាមាន 1,000 ទៀតហើយលាញីមាន 500 ហើយអ្នកបម្រើរបស់គាត់យ៉ាងសន្ធឹកទៀតដូច្នេះមានន័យថាលោកយោបនេះព្រះអង្គបានប្រទានព្រះពរគាត់មែនតែន 7,000 sheep អស់លោកអ្នកបងប្អូនហើយបើយើងមើលនៅក្នុងរឿងធម្មតាឃើញតែគេអ្នកខ្វៀលជាមអ្នកគង្វាលជាមតា20 30ហ្នឹងដូចច្រើនចុះដល់ 7,000 ជាម My goodness probably almost the whole state the ជាម scatter all over Yes but also this is representing something too that 7,000 3,000 500 and 1,000ហើយនេះក៏មិនមែនមានដោយចៃដន្យដែរគឺមាននេះក៏មានន័យសំខាន់ដល់យើងទាំងអស់គ្នាដែរអស់លោកអ្នកបងប្អូនហើយយើងទាំងអស់គ្នាក៏មានកេរមរតកដែរមិនចឹងទេមកពីឪពុកម្ដាយរបស់យើងប្រហែលជាមិនមែនជាទ្រព្យសម្បត្តិដូចជាលោកយោបនេះទេប្រហែលជាមិនមែនប្រាក់កាសដែលឪពុកម្ដាយយើងបានទុកសម្រាប់ឲ្យយើងនោះទេប៉ុន្តែខ្ញុំជឿថាឪពុកម្ដាយរបស់យើងដែលមិនមានប្រាក់កាសឲ្យយើងទ្រព្យសម្បត្តិមកដល់យើងប្រហែលជាគាត់មានពាក្យសម្ដីដ៏ល្អពិសេសមកឲ្យយើងចងចាំទុកនៅក្នុងជីវិតរបស់យើងគ្រប់គ្នានៅក្នុងខ3បានប្រាប់យ៉ាងដូចនេះខ្ញុំសំទោសដែលខ្ញុំបានមើលឲ្យមិននឹងខ3នឹងបានប្រាប់ហើយតែខ្ញុំចង់ជម្រាបថា 7,000 ជាមនោះគឺសម្រាប់កូនប្រុសរបស់លោកយោប 7 នាក់ so ក្នុងម្នាក់មាន 1,000 ជាមកូនរបស់គាត់កូនប្រុសមួយមាន 1,000 ជាម 7,000 ជាមគឺសម្រាប់ 7 ប្រុសកូនប្រុស 7 3,000 សត្វអូតគឺសម្រាប់កូនស្រីរបស់គាត់ 3 នាក់ 500 នឹមគោ yoke of oxen នោះគឺសម្រាប់លោកយោបហើយ
លាញីនោះគឺសម្រាប់ប្រពន្ធរបស់គាត់សូដូច្នេះគាត់បានរៀបចំស្រេចសម្រាប់នៅក្នុងជីវិតរបស់គាត់រួចមកហើយគាត់បានចែកគេដល់កូនរបស់គាត់ដូចជាខ្ញុំបានជម្រាបអំបញ្ញមិញយើងទាំងអស់គ្នាឪពុកម្ដាយខ្ញុំក៏គាត់គ្មានគេអ្វីមកដល់ខ្ញុំប៉ុន្តែពាក្យសម្ដីរបស់គាត់ដែលគាត់ផ្ដាំគាត់បង្រៀនមកខ្ញុំនៅចាំយើងទាំងអស់គ្នាក៏អញ្ចឹងដែរអស់លោកអ្នកបងប្អូនហើយឪពុកម្ដាយយើងមិនមែនដូចជាលោកជោបនេះទេពីព្រោះលោកជោបគាត់មានណាដូចខ្ញុំបានជម្រាបអំបញ្ញមិញកូនប្រុសមួយបានជា1000ហ្នឹងយើងមានតែ200-300ហ្នឹងច្រើនសន្ធឹកណាស់ទៅហើយប៉ុន្តែ1000ដូច្នេះព្រះអង្គចង់មានបន្ទូលមកដល់យើងទាំងអស់គ្នាយ៉ាងដូចនេះព្រះអង្គជាព្រះព្រះអង្គជាអ្នកបង្កើតផ្ទៃមេឃនិងផែនដីព្រះអង្គមានរបស់សពសារពើទាំងអស់ព្រះអង្គមិនចង់ឲ្យយើងទេ200-300នោះព្រះអង្គមិនចង់ឲ្យយើងទេបន្តិចបន្តួចព្រះអង្គចង់ឲ្យយើងលើសនឹងការស្មានរបស់យើងទៅទៀតប៉ុន្តែធ្វើយ៉ាងដូចម្ដេចឲ្យយើងទាំងអស់គ្នាបានទទួលគេមរតកនោះធ្វើយ៉ាងដូចម្ដេចអស់លោកអ្នកបងប្អូនហើយសូមឲ្យយើងទាំងអស់គ្នាបានយល់ចាំនិងជាក់ច្បាស់ឲ្យដឹងថាព្រះរបស់យើងអាចធ្វើអ្វីគ្រប់ការទាំងអស់បានលុះត្រាតែយើងធ្វើមិនបានក៏ដោយប៉ុន្តែព្រះអង្គអាចនឹងផ្ដល់អ្វីៗមកដល់យើងនៅពេលយើងត្រូវការអេមែនដូច្នេះហើយនៅពេលនេះដែលយើងកំពុងតែស្វែងរកអធិដ្ឋានសូមព្រះអង្គរកព្រះវិហារអស់លោកអ្នកបងប្អូនហើយសូមទុកចិត្តដល់ព្រះអង្គដែលអស់អំពីចិត្ត trust in him don't worry about it កុំឲ្យខ្វល់ពីព្រោះព្រះរបស់យើងទ្រង់ជ្រាបរបស់អ្វីដែលយើងត្រូវការប៉ុន្តែយើងបន្តិចទៀតយើងនឹងឃើញថាហេតុណាទៅដែលព្រះអង្គនឹងឆ្លើយនៅចម្លើយរបស់យើងបានតើយើងត្រូវធ្វើយ៉ាងណាដើម្បីនឹងព្រះអង្គសពប្រហាតីឲ្យយើងសពថ្ងៃយើងអត់មានការងារធ្វើសពថ្ងៃយើងខ្វះខាតចុះបើយើងថាព្រះរបស់យើងជាអ្នកបង្កើតរបស់សពសារពើព្រះរបស់យើងមានអ្វីសពទាំងអស់ហេតុអ្វីបានជាយើងនៅតែខ្វះខាតហេតុអ្វីបានជាយើងនៅតែជំពាក់គេហើយនៅកន្លែងនេះព្រះអង្គបានបញ្ជាក់ប្រាប់ថាព្រះអង្គបានប្រទានពរឲ្យលោកយោបដែលអ្នកមានជាងគេនៅក្នុងចំនួននោះបើយើងនិយាយមកសប្តាហ៍ថ្ងៃនេះប្រហែលជាអ្នកមានជាងគេនៅសហរដ្ឋនេះ Bill Gates or whomever that is the most richest person and ចំនួននោះគឺដូចជាលោកយោបនឹងឯងដែលជាអ្នកមានជាងគេនៅទិសខាងកើតអស់លោកអ្នកបងប្អូនហើយខនេះបានបញ្ជាក់ប្រាប់យើងថាអ្វីដែលយើងចង់បាននោះព្រះអង្គនឹងប្រទានឲ្យហើយមិនមែនប្រទានតែត្រឹមតែបន្តិចល្មមនោះទេព្រះអង្គប្រទានឲ្យយើងលើសពីការស្មានទៅទៀតអេមែនបើយើងសម្លឹងងាកបែរមើលមកជីវិតរបស់យើងវិញក៏យើងដឹងថាព្រះអង្គបានប្រទានឲ្យហើយប្រហែលជាព្រះអង្គក៏បានយកចេញវិញដែរប៉ុន្តែយើងនៅតែទុកចិត្តដល់លើព្រះអង្គដូចជាលោកយោបបន្តិចទៀតយើងនឹងឃើញយើងដឹងហើយថាលោកយោបឥឡូវនេះគាត់កំពុងតែសប្បាយហើយសប្បាយជាមួយនឹងកូនរបស់គាត់កូនគាត់10នាក់យើងក៏យ៉ាងដូចនោះដែរពេលណាកូនរបស់យើងមកជួបជុំគ្នាដោយលោកកែវមនីមកដល់ជួបជុំម្ដាយនោះសប្បាយណាស់ម្ដាយក៏សប្បាយនឹងប្រហែលជាធ្វើបាយឲ្យញ៉ាំឆ្ងាញ់ទៀតក៏មិនដឹងផងដូចគ្នាដែរដែលលោកយោបពេលកូនរបស់គាត់ទាំង10នាក់មកជួបជុំគ្នាគាត់សម្លាប់ជៀមសម្លាប់គោ have a good feast and អសប្បាយជាមួយនឹងកូនរបស់គាត់តែនៅថ្ងៃមួយ and one day Job's castle tumbling down តែមានថ្ងៃមួយដែលទ្រព្យសម្បត្តិរបស់គាត់ទាំងអម្បាលបានបន្តិចទៀតយើងនឹងឃើញនឹងត្រូវរលំចុះមកអ្វីដែលយើងអាងថាយើងមានសពគ្រប់ហើយដោយលោកយោបចឹងប៉ុន្តែត្រូវចាំថាលោកយោបគាត់ដឹងថាគាត់មានមែនប៉ុន្តែគាត់នៅកោតខ្លាចព្រះគាត់មានមែនគាត់នៅតែស្មោះត្រង់នឹងព្រះអស់លោកអ្នកបងប្អូនហើយពេលដែលគាត់ជួបជុំជាមួយនឹងកូនគាត់ធ្វើម្ហូបញ៉ាំនឹងក៏មានថ្ងៃដែលគាត់ធ្វើយ៉ាញ់បូជាគាត់យកឈាមដ៏ខ្ចោះពិសេសសម្រាប់ដើម្បីនឹងថ្វាយយ៉ាញ់បូជាដល់ព្រះដែរជារៀងរាល់ឆ្នាំគាត់ធ្វើយ៉ាងដូចនោះឯងមិនមែនគាត់សប្បាយហើយគាត់មានទ្រព្យសម្បត្តិគ្រប់គ្រាន់ហើយគាត់លែងខ្វល់នឹងព្រះនោះដូច្នេះយើងទាំងអស់គ្នាក៏យ៉ាងដូចនោះដែរនៅពេលណាដែលយើងមានឬមួយក៏ពេលយើងក្រអស់លោកអ្នកបងប្អូនយើងត្រូវតែថ្វាយដល់ព្រះអង្គដូចជាយើងសប្តាហ៍ថ្ងៃនេះដែលយើងមកថ្វាយបង្គំព្រះអង្គនោះក៏ជាការមួយដ៏ពិសេសចំពោះព្រះអង្គហើយព្រះអង្គសពប្រហាតីហើយយើងថ្វាយពេលវេលាទៅព្រះយើងថ្វាយដង្វាយដល់ព្រះអង្គវិញយើងមកជួបជុំគ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក
លោកយោបក៏គាត់ធ្វើយ៉ាងដូចនោះដែរប៉ុន្តែថ្ងៃមួយអស់លោកអ្នកបងប្អូន the enemy stole all his oxen and killed those who caring for them នៅក្នុងខ15ក៏បានបញ្ជាក់ប្រាប់ថាមានថ្ងៃមួយខ្មាំងសត្រូវរបស់គេបានមកយកអស់រលីងគោរបស់គាត់អស់រលីងហើយមិនត្រឹមតែយកគោហើយសម្លាប់អ្នកដែលបំរើគាត់អ្នកដែល by lightning ហើយជាមរបស់គាត់ទាំងអំបាមាទៀតអស់លោកអ្នកបងប្អូនហើយ I'm sorry មិញនឹងជាម 7000 ឥឡូវគោ1000ភ្លើងរបស់ព្រះដែលបានធ្លាក់ពីលើមេឃមកបញ្ឆេះជាមនោះអស់រលីងមិនត្រឹមតែបញ្ឆេះជាមហើយបញ្ឆេះបាវបំរើរបស់គាត់ទៀត Remember he's a perfect man and upright គាត់ស្មោះត្រង់ចំពោះព្រះអង្គ and he fear God ហើយគាត់ខ្លាចដល់ព្រះប៉ុន្តែការទាំងអស់នេះបានកើតឡើងអូខេឥឡូវយើងថាស្លាប់ចុះជាមគោ maybe ប្រហែលជាយើងអាចរកបានវិញប៉ុន្តែក្នុងខ17បាននិយាយយ៉ាងដូចនេះ The Chaldean ពួកសាស Chaldean Oh I'm sorry that's ខ17ដែលសម្រាប់សត្វអូតហើយនឹងអ្នកនេះប៉ុន្តែខ18ដល់ខ19បាននិយាយយ៉ាងដូចនេះ and daughter die in the storm ថារបស់ទ្រព្យយើងអាចរកបានបាត់ក៏បាត់ចោះប៉ុន្តែនៅពេលនេះមានខ្យល់ព្យុះមកគួចផ្ទះរបស់គាត់ដែលផ្ទះគាត់កំពុងតែនៅកូនរបស់គាត់ទាំង10នាក់បានរលំផ្ទះនឹងមកសង្កត់លើកូនរបស់គាត់ទាំងអស់ស្លាប់ទាំងអស់គ្នា Now យើងទាំងអស់គ្នាវិញងាកបែរមកយើងវិញតើសេចក្តីជំនឿរបស់យើងយ៉ាងម៉េចទៅបើសិនជាការទាំងអស់នោះកើតឡើងមកដល់យើងយើងថាយើងមានការងារល្អស្រាប់តែការងាររបស់យើងគេឈប់ឲ្យយើងធ្វើតើសេចក្តីជំនឿរបស់យើងបែបយ៉ាងណាវិញស្រាប់ឡាញ់កូនតែមួយដែលយើងស្រឡាញ់ស្រាប់តែឈឺហើយស្លាប់តើអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំសេចក្តីជំនឿរបស់យើងជាយ៉ាងណាវិញអស់លោកអ្នកបងប្អូនហើយយើងដឹងហើយថាព្រះរបស់យើងព្រះដ៏សុចរិតព្រះពិតទ្រង់ជ្រាបទាំងអស់ទ្រង់យល់ទាំងអស់នៅក្នុងចិត្តជីវិតរបស់យើងទាំងអស់គ្នាប៉ុន្តែនៅក្នុងចំពោះលោកយោបស្រាប់តែមួយរំពេចភ្នែកដែលគាត់ធ្លាប់មានរាប់ពាន់សត្វអ្នកធ្វើការបម្រើគាត់រាប់ពាន់អ្នកទៀតស្រាប់តែអស់រលីងមិនត្រឹមតែប៉ុណ្្នឹងគាត់ថាអូខេអស់តែកូនអស់អស់តែទ្រព្យសម្បត្តិក៏អស់ចុះព្រះអង្គដកយកកូនរបស់គាត់10នាក់ទៀតមិនមែនតែម្នាក់មិនមែនតែ2នាក់10នាក់ទាំងអស់តើចិត្តគំនិតរបស់លោកយោបគាត់ផ្លាស់ប្រែប្រួលឬទេសេចក្តីជំនឿរបស់លោកយោបប្រែប្រួលឬទេយើងនឹងមើលជាមួយនឹងគ្នានៅក្នុងខ20 Job was but his faith was unshakable សេចក្តីជំនឿរបស់លោកយោបគាត់មានទុកព្រួយជាខ្លាំងមែនតែសេចក្តីជំនឿគាត់មិនបានផ្លាស់ប្រែឡើយអស់លោកអ្នកបងប្អូនហើយចំពោះខ្ញុំហើយនឹងអស់លោកអ្នកបងប្អូនក៏ដូចគ្នាដែរស្រួលណាស់ងាយណាស់ដែលយើងលើកសរសើរដំកើងព្រះអង្គពេលណាការល្អកើតឡើងដល់យើងមែនទេអ្វីដែលយើងបានប្រពោមកពីព្រះអង្គអូយើងអរព្រគុណព្រះអង្គមែនទែនយើងលើកសរសើរដំកើងព្រះអង្គតែបើសិនជាគេដកការងាររបស់យើងធ្វើដែលយើងកំពុងតែចូលចិត្តតែបើសិនជាយើងខ្វះខាតអ្វីមួយឬមួយក៏ចូលទៅក្នុងផ្ទះរប្រហុកមិនឃើញធ្វើមកហូបញ៉ាំអត់ឃើញខឹងភ្លាមទៀតតែនៅកន្លែងនេះគាត់បានធ្វើយ៉ាងដូចម្ដេចសេចក្តីជំនឿគាត់មិនបានផ្លាស់ប្រែឡើយនៅពេលនោះ Job arose and tore his robe
No, come back, go back. And shaved his head, and he fell to the ground and worshiped. អស់លោកអ្នកបងប្អូនណាបើសិនជាមានបញ្ហាអ្វីកើតឡើងដល់យើងទាំងអស់គ្នាការនេះមួយដែលយើងទាំងអស់គ្នាទៅរៀនហើយនឹងប្រព្រឹត្តតាមឲ្យយល់នៅក្នុងខនេះនៅពេលនោះឯងដែលលោកយោបគាត់ដឹងឮថាអ្វីគាត់បាត់អស់រលីងហើយទ្រព្យសម្បត្តិគាត់អស់រលីងហើយមិនត្រឹមតែប៉ុណ្ណោះកូនរបស់គាត់ក៏ស្លាប់អស់ទៀតគាត់បានធ្វើយ៉ាងដូចនេះគាត់បានហែកដែលអាវដ៏ថ្លៃបំផុតដែលគាត់កំពុងតែពាក់គាត់ហែកអាវរបស់គាត់ដោយដឹងថារបស់ទាំងអស់នេះមិនមែនជារបស់ផងគាត់ទៀតទេគាត់ shave his head ដែលសក់របស់គាត់ច្រើននៅចំនួននោះសក់វែងច្រើនណាដែលស្រឡាញ់គាត់ដកចេញកោចេញអស់លេងនេះចង់បញ្ជាក់ប្រាប់ថាឲ្យដឹងថារបស់ដែលយើងស្រឡាញ់បំផុតនោះមិនស្មើនឹងសេចក្តីជំនឿរបស់យើងដែលយើងជឿដល់ព្រះទេព្រះអង្គចង់ឲ្យសេចក្តីជំនឿរបស់យើងស៊ុបទៅលើព្រះវិញកុំឲ្យអ្វីដែលមានទ្រព្យសម្បត្តិរបស់យើងជារបស់ផងយើងទី1ព្រះអង្គចង់ឲ្យយកព្រះរបស់យើងជាព្រះទី1សូមឲ្យយើងយល់ឲ្យច្បាស់កុំឲ្យថាឡានរបស់យើងដែលទិញថ្មីនោះយើងឡានរបស់យើងជាឡានរបស់យើងជាម្ចាស់របស់យើងកុំឲ្យយកអ្វីដែលយើងថាជាដែលលុយរបស់យើងយកទៅទិញមកគេថានេះជាសេចក្តីសំណប់សពរបស់យើងថាយើងអត់ចង់ឲ្យអ្វីនឹងទៅអ្នកណាឡើយព្រះអង្គមិនសពប្រាតីទេព្រះអង្គប្រទានពរឲ្យហើយក៏ព្រះអង្គអាចនឹងដកយកចេញវិញបានដែរហើយនៅពេលនេះគាត់បានមិនត្រឹមតែលន់តួថ្វាយបង្គំព្រះអង្គសូមទោសព្រះអង្គតែយ៉ាងឈរយ៉ាងដូចនេះឬមួយក៏អង្គុយទេអស់លោកអ្នកបងប្អូនបាននិយាយថា he fell to the ground គាត់បានលន់តួគាត់បានប្តេកខ្លួនរបស់គាត់ក្រាបនៅនឹងដីបញ្ជាក់ប្រាប់ថាគាត់លន់តួនៅចំពោះព្រះអង្គដោយអស់អំពីចិត្តក៏សូមអង្វរដល់ព្រះអង្គហើយសូមជួយទូលបង្គំផងនៅពេលនេះដែលអស់លោកអ្នកបងប្អូនកំពុងតែខ្វះខាតឬមួយកំពុងតែរកការងារធ្វើកំពុងតែដឹងថាយើងត្រូវការអ្វីមួយយើងត្រូវការព្រះវិហារនៅសប្តាហ៍ថ្ងៃនេះមិនត្រឹមតែយើងអង្គុយហើយលន់តួនៅចំពោះព្រះអង្គទេពេលដែលយើងនៅម្នាក់ឯងពេលដែលយើងនៅផ្ទះពេលដែលយើងបិទទ្វារចិត្តអស់លោកអ្នកបងប្អូនការដែលអស់លោកអ្នកបងប្អូនត្រូវការបើសិនជាយើងហ៊ានប្តេកខ្លួននៅក្រាបនៅទីព្រះបាទទ្រង់ដែលយើងប្តេកខ្លួននៅនឹង floor នៅនឹងអានៀបហើយលន់តួនៅចំពោះព្រះអង្គដែលអស់អំពីចិត្តបងប្អូនទូលសូមអេមែនពីព្រោះនៅពេលនេះដែលលោកយោបគាត់បានលន់តួគាត់បានប្តេកខ្លួនលើកដៃថ្វាយបង្គំព្រះអង្គហើយក៏ព្រះអង្គលើហើយយើងឆ្ងល់ហើយយើងសួរយ៉ាងដូចនេះទេ How could Job do that? How could any one of us do that if anything happened to us right now ដូចជាខ្ញុំបានជម្រាបអំបញ្ញមិញអញ្ចឹងតើយើងធ្វើរបៀបយ៉ាងណាទៅបើសិនជាមានបញ្ហានៅក្នុងជីវិតរបស់យើងនៅពេលនេះហើយយើងសួរទៅដល់លោកយោបវិញតើលោកយោបគាត់ធ្វើយ៉ាងម៉េចកើតទៅបើសិនជាការទាំងអស់នេះដែលយើងបានអានអំបញ្ញមិញកើតមកចំពោះគាត់មួយរំពេចភ្នែកតើគាត់ធ្វើយ៉ាងដូចម្តេចទៅអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំក៏ត្រូវមានសំណួរយ៉ាងដូចនោះដែរ How can we do that? Why Job can do this? That Pelog Job can do this because he saw the Lord as the source of life. ដែលពេលគាត់អាចនឹងធ្វើការទាំងអស់នេះបានដែលគាត់ដឹងថាគាត់អ្វីបានរលាយបាត់អស់ហើយដែលគាត់ដឹងថាព្រះរបស់គាត់ជាប្រភពនៃជីវិតព្រះរបស់គាត់ជាដើមកំណើតព្រះរបស់គាត់ជាអ្នកដែលបង្កើតរបស់សព្វសារពើគឺរូបគាត់ផងដែរ The source of life the Lord is his source of life អស់លោកអ្នកបងប្អូនហើយគាត់ជឿទុកចិត្តថាព្រះអង្គជាអ្នកបង្កើតរបស់សព្វសារពើដូច្នេះហើយបានជាគាត់ហ៊ានឈរនៅព្រះអង្គហើយផ្ដួលខ្លួនគាត់ក្រាបនៅទីព្រះបាទទ្រង់
លន់តួនៅចំពោះព្រះអង្គនៅក្នុងខ21បាននិយាយយ៉ាងដូចនេះព្រះយេហូវ៉ាបានប្រទានមកគាត់ជឿទុកចិត្តថាព្រះអង្គបានប្រទានរបស់អ្វីៗព្រះអង្គបានបង្កើតរបស់សពសារពើមក He said the Lord gave ព្រះយេហូវ៉ាបានប្រទានមកឲ្យគាត់ដូច្នេះគាត់ជឿជាក់ច្បាស់ Parents ខ្ញុំសូមឲ្យអស់លោកអ្នកបងប្អូនដែលជាឪពុកម្ដាយខ្ញុំក៏ជាឪពុកម្ដាយដែរ are partners with God in the living life ឪពុកម្ដាយទាំងអស់ជាដៃគូជាមួយនឹងព្រះដែលបានផ្ដល់ជីវិតដល់កូនរបស់យើងទាំងអស់គ្នាអេមែនដូច្នេះឲ្យយើងយល់ថាយើងហើយនឹងព្រះជាគូកនជាមួយនឹងគ្នាគឺព្រះទេដែលបានបង្ប្រទានឲ្យកូនឲ្យយើងទាំងអស់គ្នាមានកូនគឺជាព្រះទេដែលព្រះអង្គបានយកកូនរបស់យើងបានផ្ដល់កូនរបស់យើងឲ្យយើងដែលជាឪពុកម្ដាយថែរក្សាគេដូច្នេះលោកយ៉ូបគាត់យល់យ៉ាងដូច្នោះឯង and notice all lives is come from the Lord ជីវិតរបស់អស់លោកអ្នកបងប្អូនហើយនឹងជីវិតមនុស្សលោកទាំងមូលគឺមកអំពីព្រះកុំឲ្យយើងនឹកអួតថាយើងជាឪពុកម្ដាយមកពីយើងឪពុកហើយនឹងម្ដាយបង្កើតកូនបានប៉ុន្តែគឺជាព្រះទេដែលផ្ដល់ដែលប្រទានកូនរបស់យើងមកឲ្យយើងដូច្នេះហើយកន្លែងនេះលោកយ៉ូបគាត់យល់ឡើងច្បាស់ថាគាត់ដឹងពិតប្រាកដថាព្រះ is the source of life ដូច្នេះបានជាគាត់ជឿហើយនឹងទុកចិត្តបានជាគាត់អាចឈរនៅកន្លែងនឹងបានជាគាត់នៅតែ his faith is unshakable សេចក្តីជំនឿរបស់គាត់មិនផ្លាស់ប្រែឡើយដែលគាត់ដឹងថាព្រះរបស់គាត់ដែលបានបង្កើតរបស់សពសារពើទាំងអស់ហើយក៏បង្កើតជីវិតរបស់គាត់ផងដែរហើយក៏បង្កើតជីវិតរបស់កូនគាត់ផងដែរ by grace ហើយគាត់បានអរព្រះគុណដល់ព្រះអង្គទៀតដោយសារព្រះគុណរបស់ព្រះអង្គដែលគាត់នៅជាមួយនឹងកូនរបស់គាត់10នាក់នឹងបានជាយូរឆ្នាំអស់លោកអ្នកបងប្អូនហើយខ្ញុំជឿហើយថាកូនរបស់យើងតែងតែធ្វើឲ្យយើងមានបញ្ហាគ្រប់គ្នាខ្ញុំមិនបាច់និយាយអំពីអស់លោកអ្នកបងប្អូនកូនរបស់ខ្ញុំក៏យ៉ាងដូចនោះដែរប៉ុន្តែសូមឲ្យអស់លោកអ្នកបងប្អូនបានស្រឡាញ់កូនរបស់យើងទោះជាកូនរបស់យើងធ្វើខុសនឹងយើងក៏ដោយទោះជាកូនរបស់យើងស្អប់យើងក៏ដោយ Despite of what the circumstances are, your child or your children did something that you don't like, but please do not take advantage of it. Enjoying with them, enjoy life with them. ទោះជាកូនយើងបានធ្វើខុសនឹងយើងក៏យើងនៅតែស្រឡាញ់រាប់អានអោបក្រសោបវាជានិច្ចពីព្រោះយើងអត់ដឹងទេនៅថ្ងៃណាមួយនឹងយើងក៏ដោយសូមកុំឲ្យស្អប់សូមកុំមកយើងស្រឡាញ់ពីព្រោះថ្ងៃណាមួយយើងមិនបានឃើញមុខកូនយើងទៀតទេហើយថ្ងៃណាមួយកូនរបស់យើងក៏មិនអាចឃើញមុខរបស់យើងទៀតដែរដូច្នេះហើយយើងទាំងអស់គ្នាសូមឲ្យបានមានគំនិតមានចិត្តដូចជាលោកយ៉ូបនេះដែរដោយដឹងថាព្រះអង្គជាប្រភពនៃជីវិតព្រះអង្គជាអ្នកដែលបណ្ដាលឲ្យកើតអ្វីៗទាំងអស់នោះឡើងព្រះអង្គជាដើមកំណើតអាមែនAnd he also knew that every good and perfect gift is from above នៅក្នុងគម្ពីរយ៉ាកុបចំពុក1ខ17ក៏បានប្រាប់ដែរក៏ដឹងថាអ្វីទាំងអស់គាត់ដែលព្រះអង្គបានប្រទានឲ្យគាត់ជាអ្នកមានម្នាក់នៅក្នុងទិសខាងកើតនោះគាត់ថានោះគឺជារបស់ល្អនៅចំពោះទ្រង់ហើយប៉ុន្តែបើសិនជាព្រះអង្គដកយកវិញក៏សូមតាមព្រះអង្គសពប្រាតីហើយសូមឲ្យយើងទាំងអស់គ្នាបានយល់យ៉ាងដូច្នោះដែរដែលព្រះអង្គបានប្រទានពរដល់អស់លោកអ្នកបងប្អូនមានកូន2 3ចៅ4 5 10នោះគឺជាព្រះពររបស់ព្រះអង្គហើយសូមឲ្យយើងបានថែរក្សាវាស្រឡាញ់វាដែលអស់អំពីចិត្ត despite of any circumstances ទោះជាគេធ្វើអ្វីខុសយ៉ាងណាក៏ដោយយើងចូលចិត្តណាស់ខ្ញុំក៏យ៉ាងដូច្នោះដែរពេលណាកូនថានិយាយស្រួលតវិញកំហុកកំហែងដាក់វាប៉ុន្តែនៅក្នុងខគម្ពីរនេះបានបញ្ជាក់ប្រាប់យើងទាំងអស់គ្នាឲ្យយើងបានផ្លាស់ប្រែអស់លោកអ្នកបងប្អូនឲ្យចិត្តរបស់យើងទាំងអស់គ្នាបានផ្លាស់ប្រែឡើងដូចជាលោកយ៉ូបនេះដែលទោះជាការទាំងអស់នោះកើតឡើងដល់ចំពោះជីវិតរបស់គាត់ក៏ដោយក៏គាត់នៅតែស្រឡាញ់កូនរបស់គាត់ក៏គាត់នៅតែផ្ដល់
នៅអរព្រះគុណដល់ព្រះអង្គជានិច្ច God is the great giver ព្រះរបស់យើងជាព្រះដែលផ្ដល់នូវជំនួយឲ្យយើងគ្រប់គ្នា and his greatest gift of all you and I can have is his only son ដែលព្រះអង្គផ្ដល់ទ្រព្យដ៏វិសេសមកដល់យើងទាំងអស់គ្នាគឺជាកូនគឺជាព្រះរាជបុត្រារបស់ព្រះអង្គដែលព្រះអង្គបានផ្ដល់មកដែលសគត់នៅលើឈើឆ្កាងចំពោះជំនួសយើងទាំងអស់គ្នាដែលអំពើបាបរបស់យើងបានធ្វើខុសនៅចំពោះទ្រង់ជារៀងរាល់ថ្ងៃនោះឯងគឺជាកេរមរតករបស់យើងដែលព្រះអង្គបានផ្ដល់ព្រះរាជបុត្រាទ្រង់មកដើម្បីឲ្យយើងទាំងអស់គ្នាបានរួចអំពីអំពើបាបអេមែនហើយមួយទៀតមិនទេជាខ្ញុំនឹងបញ្ចប់មួយទៀតបានជាលោកយូបអាចនៅឈរនៅចំពោះព្រះអង្គហើយ his faith is unshakable សេចក្តីជំនឿរបស់គាត់មិនប្រែ because he saw the sovereignty of the Lord because he saw the Lord as a sovereignty ដោយសារគាត់ឃើញទ្រង់មានមហាក្សត្រដោយសារឃើញទ្រង់មានអំណាចគ្មានព្រះណាគ្មានអ្នកណាគ្មានលោកគ្រូណាដែលមានអំណាចដូចជាព្រះនេះឡើយហើយគាត់បាននៅក្នុងខ21ដដែលគាត់បាននិយាយយ៉ាងដូចនេះ The Lord has taken away ព្រះអង្គមានអំណាចនឹងអាចយកអ្វីៗបានព្រះអង្គមានអំណាចនឹងប្រទានព្រះពរដល់អស់លោកអ្នកក៏ព្រះអង្គមានអំណាចនឹងដកយកអ្វីៗពីយើងបានដែរដូច្នេះលោកយូបគាត់អាចធ្វើយ៉ាងនេះបានដោយសារគាត់យល់ពីការនោះឯងទ្រង់ក៏បានដកយកទៅវិញគាត់ដឹងថាដែលទ្រព្យសម្បត្តិរបស់គាត់ទាំងអម្បាមានកូនរបស់គាត់ព្រះអង្គបានដកយកទៅវិញទៅហើយ so នៅក្នុងចំពោះជីវិតរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំក៏យ៉ាងដូចនោះដែរសូមឲ្យយើងយល់ជឿថា he is in control God is in control ព្រះអង្គទ្រង់គ្រប់គ្រងអ្វីៗទាំងអស់ so ការអ្វីដែលកើតឡើងសប្តាហ៍ថ្ងៃនេះដែលយើងកំពុងតែស្វែងរកព្រះវិហារក៏នៅក្នុងកណ្ដាប់ព្រះហស្ថរបស់ព្រះអង្គដែរសូមឲ្យយើងជឿឲ្យទុកចិត្តឲ្យអស់អំពីចិត្តដោយដឹងថាព្រះអង្គនឹងរៀបចំឲ្យយើងទាំងអស់គ្នាមានកន្លែងដ៏វិសេសជាងកន្លែងនេះទៅទៀតល្អប្រសើរជាងនេះទៅទៀតអស់លោកអ្នកបងប្អូនហើយនៅមួយទៀតដែលគាត់ដឹងថាព្រះអង្គបានដកយកចេញទៅវិញនោះនៅក្នុងគម្ពីរដានីយ៉ែលបានប្រាប់យ៉ាងដូចនេះដែរថាចំណែកព្រះដែលក្តាប់ដង្ហើមដែលព្រះអង្គជាអ្នកកាន់កាប់នៅជីវិតរបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំជីវិតព្រះករុណានៅក្នុងព្រះហស្ថហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះដែរ He knows that our breath ដង្ហើមរបស់យើងទាំងអស់គ្នា is in God's hand ដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះដែលយើងមានដង្ហើមនៅសប្តាហ៍ថ្ងៃនេះគឺព្រះអង្គទេដែលទុកអាយុជីវិតឲ្យយើងបើសិនជាព្រះអង្គដកយកជីវិតរបស់យើងនៅពេលនេះយើងទាំងអស់គ្នាក៏ត្រូវលាចាកលោកីដែរ Amen Daniel 5:23 ក៏បានប្រាប់យ៉ាងដូចនោះឯង and ទីបញ្ចប់ I'm closing with this why Job can do this ហេតុអ្វីបានជាលោកយ៉ូបគាត់អាចធ្វើការចំពោះជីវិតគាត់នៅតែស្រឡាញ់ព្រះអង្គ because he saw the Lord as the same ពេលដែលគាត់សម្លឹងទៅព្រះអត់ចេះផ្លាស់ប្រែឡើយអស់លោកអ្នកបងប្អូនខ្ញុំហើយនឹងអស់លោកអ្នកបងប្អូនចេញទៅតែពីទ្វារនេះអាកប្បកិរិយាយើងផ្លាស់ប្រែចិត្តគំនិតរបស់យើងផ្លាស់ប្រែភ្លាមពេលបើកឡានពីណាគេបើកយឺតពេកខឹងគេភ្លាមបើកកាត់មុខស្រួលចង់សប្លេដាក់គេទៀតប៉ុន្តែគាត់លោកយ៉ូបគាត់បានឃើញព្រះអង្គយ៉ាងជាក់ច្បាស់ថាទោះជាការទាំងអស់នេះកើតឡើងដល់គាត់ក៏ដោយប៉ុន្តែព្រះអង្គនៅតែបរិសុទ្ធព្រះអង្គនៅតែស្រឡាញ់ដល់គាត់ជានិច្ចហើយគាត់ជឿពិតប្រាកដថាព្រះអង្គនឹងប្រទានពរឲ្យគាត់វិញហើយគាត់ក៏បានលើកសរសើរដំណើរព្រះអង្គសូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ and he said blessed be the name of the Lord verse 21ក៏បានប្រទានព្រះពរដល់ព្រះយេហូវ៉ាក៏សូមឲ្យព្រះអង្គបានព្រះពរវិញទោះជាការទាំងអស់នេះកើតឡើងដល់គាត់ក៏ដោយដូចជាខ្ញុំបានជម្រាបហើយថា it's easy to bless God when things are going well ខ្ញុំថាស្រួលណាស់ងាយណាស់
ដែលពេលការអ្វីទៅតាមផ្លូវរបស់យើងចង់បានអីយើងបាននឹងអរគុណព្រះអង្គមែនទែន yes ព្រះអង្គប្រទានពរឲ្យចង់បានឡានថ្មីម្ដងភ្លាមអរគុណព្រះអង្គមែនទែនចង់បានការងារសម្រាប់ព្រះអង្គឲ្យភ្លាមអរគុណមែនស្អែកឡើងព្រះអង្គអត់ឲ្យការងារនឹងធ្វើខឹងព្រះអង្គភ្លាមខឹងភ្លាមខឹងផ្លែតទៅដល់បាយប្រពន្ធខំធ្វើឲ្យញ៉ាំlạiឆ្ងាញ់ក៏អត់ឆ្ងាញ់ដែរមួម៉ៅភ្លាម Job was able to bless God when his castle tumbled ទោះជាមានការរលំផែនវិមានរបស់គាត់បានរលំទៅទោះជាទ្រព្យសម្បត្តិរបស់គាត់រលាយបាត់សូន្យទៅប៉ុន្តែគាត់នៅតែលើកសរសើរដំកើងព្រះអស់លោកអ្នកបងប្អូនហើយយើងទាំងអស់គ្នាហើយនឹងខ្ញុំដែរយើងជួយកំសាន្តចិត្តគ្នាពេលណាដែលយើងមានបញ្ហាសូមឲ្យយើងលើកសរសើរដំកើងព្រះពេលណាយើងមានបញ្ហាកុំឲ្យយើងខឹងនឹងប្តីឬមួយក៏ប្រពន្ធរបស់យើងឬមួយក៏កូនរបស់យើងសម្លឹងមើលទៅព្រះវិញយើងអរគុណព្រះអង្គវិញពេលណាដែលយើងមានបញ្ហា Every time you're in trouble look up to him look at the cross what God has done for you amen look what God did for you Job didn't understand it why all this happened to him he did not understand that but his faith make him strong លោកយោបហើយនឹងយើងក៏មិនខុសគ្នាដែរពេលណាយើងមានបញ្ហាអីកើតឡើងយើងអត់ដឹងទេយើងឆ្ងល់ណាស់ហេតុអ្វីព្រះអង្គហេតុអ្វីបានជាព្រះអង្គឲ្យការទាំងអស់នេះកើតឡើងដល់យើងប៉ុន្តែសេចក្តីជំនឿសូមឲ្យសេចក្តីជំនឿរបស់យើងនៅតែ strong នៅចំពោះព្រះអង្គជានិច្ចសូមកុំឲ្យសេចក្តីជំនឿរបស់យើងនៅគ្រាន់តែក្នុងព្រះវិហារនេះសូមឲ្យសេចក្តីជំនឿរបស់យើងបាននាំយើងទៅកន្លែងណាក៏ដោយទៅទីណាក៏ដោយសូមឲ្យសេចក្តីជំនឿរបស់យើងបាននៅជាប់ជាមួយនឹងយើងផងដែរអេមែននេះឯងដែលលោកយោបគាត់បាននាំទៅជាមួយគាត់អត់យល់ទេគាត់ក៏ឆ្ងល់ដែរពីព្រោះគាត់ក៏ជាមនុស្សដូចយើងដែរពេលការទាំងអស់នេះកើតឡើងគាត់ឆ្ងល់ប៉ុន្តែសេចក្តីជំនឿរបស់គាត់ក៏បានខ្លាំងជាងលើសជាងនឹងទៅទៀតដោយសារសេចក្តីជំនឿ he understood ដោយសារសេចក្តីជំនឿគាត់បានជឿបានយល់ពីផែនការរបស់ព្រះ God had been faithful in the path នេះសេចក្តីជំនឿរបស់គាត់យកមកនិយាយយ៉ាងដូចនេះខ្ញុំក៏ចង់ជួយបណ្ដាក់កំសាន្តចិត្តដល់លោកអ្នកបងប្អូនដែរខ្ញុំចាប់ផ្លូវហើយគាត់យល់ថាព្រះអង្គបានប្រទានព្រះពរដល់គាត់កាលពីមុនមកអស់លោកអ្នកបងប្អូនកាលជាពីចំនួនមុនចំនួនប៉ុលពតពីសង្គមចាស់យើងទាំងអស់គ្នារស់នៅដោយសេចក្តីសុខសាន្តមែនទេយើងមានទ្រព្យសម្បត្តិបរិបូរណ៍ប៉ុន្តែដល់ពេលលោកប៉ុលពតចូលមកយើងបាត់អស់លីងมันខុសគ្នាជាមួយនឹងលោកយោបទេมันខុសគ្នាទេប៉ុន្តែគាត់បានយល់ជាក់ច្បាស់ថាព្រះអង្គបានប្រទានព្រះពរដល់គាត់ដូច្នេះទៅអនាគតគាត់ជឿថាព្រះអង្គនឹងប្រទានព្រះពរឲ្យគាត់វិញ Why should he doubt the goodness of God now ដោយសារគាត់ជឿទុកចិត្តដល់ព្រះអង្គថាព្រះអង្គបានប្រទានពរគាត់កាលពីមុនមកគាត់អត់មានការសង្ស័យទេទោះជាការទាំងអស់នេះកើតឡើងដល់គាត់ក៏ដោយក៏អត់មានការសង្ស័យទេដូច្នេះហើយយើងទាំងអស់គ្នាសូមឲ្យយើងកុំឲ្យមានការសង្ស័យពេលណាដែលការអ្វីដែលកើតឡើងដល់យើងដូចជាខ្ញុំបានជម្រាបអមាញ់មិញចំនួនលោកប៉ុលពតយើងបាត់អស់លីងប៉ុន្តែព្រះអង្គបាននាំយើងចេញពីសេចក្តីទុក្ខវេទនាមកដល់ទីកន្លែងដ៏មានបរិបូរណ៍ទឹកដោះគោទឹកឃ្មុំកន្លែងនៅមានវិមានដ៏ល្អយើងថាផ្ទះរបស់យើងតូចឯង Go back home go back to Cambodia and look at where people live in the shack ដែលមនុស្សកំពុងតែរស់នៅខ្ទមតូចមួយហើយដូច្នេះផ្ទះរបស់យើងនេះគឺជាវិមានហើយទ្រព្យសម្បត្តិដែលយើងមាននៅក្នុងផ្ទះរបស់យើងលុយកាក់ដែលមាននៅក្នុងបង់នោះបរិបូរណ៍ហើយអរគុណព្រះអង្គសូមឲ្យយើងទាំងអស់គ្នាអរព្រះគុណដល់ព្រះអង្គដោយដឹងថាព្រះអង្គបានប្រទានព្រះពរដល់យើងហើយ and God loves is unchanging សេចក្តីស្រឡាញ់របស់ព្រះអង្គចាក់មកដល់អស់លោកអ្នកបងប្អូនមិនដែលផ្លាស់ប្រែប្រួលហើយព្រះអង្គស្រឡាញ់យើងកាលពីម្សិលមិញក៏ព្រះអង្គស្រឡាញ់យើងនៅថ្ងៃនេះដូចដដែលហើយនៅថ្ងៃស្អែកក៏ព្រះអង្គស្រឡាញ់យើង the same ព្រះអង្គអត់ផ្លាស់ប្រែប្រួលទេ
បើយ៉ាងដូច្នេះហើយសូមកុំឲ្យយើងផ្លាស់ប្រែប្រួលបងប្អូនអេមែនសូមឲ្យយើងដឹងថាព្រះអង្គគង់នៅជាមួយនឹងយើង Last thing, have things gone badly for you តើសប្តាហ៍ថ្ងៃនេះអស់លោកអ្នកបងប្អូនមានបញ្ហាអ្វីឬមួយការអាក្រក់កើតឡើងហើយព្រះអង្គនឹងប្រទានព្រះពរដល់អស់លោកអ្នកបងប្អូនដែរ because Christ died for you and me that's how much he loved you and me ព្រះអង្គបានសគត់នៅលើឈើឆ្កាងដើម្បីអំពើបាបរបស់យើងទាំងអស់គ្នាដែរហើយដែលយើងបានទទួលព្រះអង្គហើយនោះព្រះអង្គបានលាងយើងទាំងអស់គ្នាឲ្យបានស្អាតសស្គូហើយអេមែនសូមព្រះអង្គប្រទានព្រះពរដល់អស់លោកអ្នកបងប្អូន God bless you and God bless you too